តោះអ្នកទាំងអស់គ្នាយើងមកអាន comment ហើយរកដំណោះស្រាយគាត់ចំពោះអ្នកដែលគាត់មានបញ្ហាលៀន digicast ដែលធ្វើឲ្យគាត់ឈឺចង្កេះចាក់មកជឿនហ្នឹងបាទមានបងម្នាក់គាត់សួរថាមិនឲ្យឈរយូរមិនបើសិនបើកន្លែងការងាររបស់គាត់តម្រូវឲ្យគាត់ឈរយូរអញ្ចឹងតើគួរធ្វើមិនលោកគ្រូបាទហើយមានអ្នកផ្សេងទៀតគាត់ថាគាត់ឈរ9ម៉ោងអ្នកខ្លះឈរ4-5ម៉ោងអញ្ចឹងទៅបាទអញ្ចឹងសម្រាប់ខ្ញុំមាន7ចំណុចសង្ឃឹមថាជួយគាត់បានច្រើនក្នុងការដោះស្រាយរឿងបញ្ហាឈរយូរហ្នឹងដំណោះស្រាយទី1ពេលដែលយើងឈរយូរយើងត្រូវយកអីមួយដាក់នៅក្រោមហើយកល់ជើងម្ខាងដើម្បីសម្រួលនៅពេលគាត់ឈរយូរអញ្ចឹងជាធម្មតាខ្ញុំយកប្រអប់ទូចមួយដាក់នៅខាងខោមជើងបើសិនបើខ្ញុំឈរយូរហើយបន្ទាប់មកកល់ប្រហែលជា5នាទី10នាទីទៅខ្ញុំដូរជើងទៅម្ខាងទៀតធ្វើអញ្ចឹងគឺកាត់បន្ថយការឈឺចង្កេះបានច្រើននៅពេលដែលយើងឈរយូរដំណោះស្រាយទី2អ្នកទាំងអស់គ្នាដឹងហើយគឺត្រូវពាក់ខ្សែកវចង្កេះពេលដែលយើងឈរយូរព្រោះវាជួយទ្រទម្ងន់ផងវាជួយឲ្យខ្នងយើងត្រង់ផងបាទដំណោះស្រាយទី3គឺកុំបន្តឈរយូរមានន័យថាកុំឈរជាប់ពេកឈរតែ20ទៅ40នាទីឯងបន្ទាប់មកយើងអង្គុយវិញ3ទៅ5នាទីទៅឬក៏ដើរមកផ្លែតទៅហើយចាំឈរវិញដំណោះស្រាយទី4គឺកុំឈរយូរហើយកុំអោនចង្កេះទៀតអញ្ចឹងវាមិនល្អសោះតែម្ដងចំពោះបញ្ហាចង្កេះអញ្ចឹងធ្វើម៉េចឈរឲ្យខ្នងត្រង់ល្អដំណោះស្រាយទី5គឺសម្រួលទៅលើការងារប្រចាំថ្ងៃរបស់គាត់អញ្ចឹងអាចផ្លាស់ប្ដូរការងារជាមួយអ្នកដែលធ្វើការរួមជាមួយអញ្ចឹងឧទាហរណ៍15ថ្ងៃគាត់ធ្វើការឈរទៅហើយ15ថ្ងៃបន្ទាប់គាត់ធ្វើការអង្គុយវិញទៅអញ្ចឹងផ្លាស់ប្ដូរគ្នាអញ្ចឹងគឺអាចជួយបានច្រើនដំណោះស្រាយទី6គឺល្អជាងគេគឺយើងអាចប្រើតុដែលអាចឲ្យយើងទាញទៅលើទឹកក្រោមបានអញ្ចឹងពេលយើងធ្វើការអង្គុយយើងទាញតុមកទៀតមកពេលយើងធ្វើការឈរយើងទាញតុមកខ្ពស់មកអញ្ចឹងឈរតាម20-30-40នាទីទៅតមកយើងអង្គុយវិញទៅដំណោះស្រាយទី7គឺការគ្រប់គ្រងគីឡូឲ្យបានល្អអញ្ចឹងគីឡូកាន់តែស្រាលគឺល្អសម្រាប់ចង្កេះពេលយើងឈរយូរអ្នកទាំងអស់គ្នាមានចម្ងល់ឆ្ងល់ចង់បានយោបល់ពីខ្ញុំអាចសួរពីខាងក្រោមបានអរគុណបាទ